មហាជនមានការសោកស្ដាយយ៉ាងខ្លាំងពេលដឹងថាលោកបូភត្រាត្រូវបានបញ្ចប់ចំណងស្នេហ៍ជាមួយគូដណ្ដឹងនៅមុននេះបន្តិចលោកបូភត្រាបានប្រកាសបែកផ្លូវគ្នាជាមួយគូដណ្ដឹងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាជាការគោរពតាមការសម្រេចចិត្តទាំងសងខាងខ្ញុំនិងអូននោះសម្រាប់បញ្ចប់ចំណងជាគូដណ្ដឹងហើយមូលហេតុយើងអស់និស្ស័យទាំងសងខាងយើងទាំងពីរមិនមានវិវាទអ្វីជាមួយគ្នាទេសម្រាប់ដើរផ្លូវរៀងខ្លួនដោយស្នាមញញឹមអ្នកនាងស្រីនោះបានបង្ហាញក្រដាស់ដេកាមួយសន្លឹកក្រោយផ្ដាច់ពាក្យជាមួយលោកបូភត្រានាងខ្ញុំធ្លាប់រៀបការប្តីម្ដងគត់ក្នុងឆ្នាំ2023ហើយក៏បានលែងលះវិញព្រោះមិនចោះសម្រុងគ្នាចំណែកបងភត្រាក៏បានដឹងនឹងទទួលយកអតីតកាលរបស់ខ្ញុំដែលខ្ញុំមិនបានលាក់គាត់ទេសូមជម្រាបទៅកាន់បងប្អូនថានាងខ្ញុំមិនដែលដើរបោកប្រាស់អ្នកណាគេទេសូមបងប្អូនឈប់បំភ្លើសលៀបពណ៌ខ្ញុំទៀតទៅលោកបូភត្រាបានចេញសារមួយម៉ាត់យ៉ាងខ្លីថាមួយជីវិតមិនប្រាកដថាបានជួបមនុស្សល្អពីរដងទេសូមថែរក្សាមនុស្សល្អជុំវិញខ្លួនម្ដាយគេម្ដាយយើងរំភើបជំនួសទីបំផុតអ្នកមីងជិះម៉ូតូលក់បន្លែត្រូវចោលប្លន់ពេលនេះបានមកទទួលម៉ូតូថ្មី Honda 2025មួយគ្រឿងពីចែយិហើយនឹងជូនថវិកាបន្ថែមចំនួន$500ទៀតទឹកចិត្តល្អណាស់ចែយិលោកពូផែងវណ្ណៈប្រកាសជូនម៉ូតូថ្មីមួយគ្រឿងទៅអ្នកមីងខ្ញុំបាទនិងក្រុមគ្រួសារសូមឧបត្ថម្ភម៉ូតូ Honda Wave Series ថ្មីមួយគ្រឿងជូនអ្នកមីងរងគ្រោះដោយអំពើប្លន់ម៉ូតូនៅស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលកាលពីពេលថ្មីនេះបើអ្នកមីងបានឃើញព័ត៌មាននេះសូមទំនាក់ទំនងមកខ្ញុំតាមលេខ Telegram ខាងក្រោមមកទទួលម៉ូតូថ្មីរំភើបជំនួសពេលនេះក្មួយស្រីពីការជើងទាំងពីរបានមកជួបលោកស្រីសោភា CEO ផ្សារធម្មជាតិ24ហើយអ្នកមីងនឹងបំពេញបំណងក្មួយស្រីដែលចង់ក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសនិងជួយផ្ដល់អាហារូបករណ៍សិក្សាភាសាអង់គ្លេសសាលាល្អនិងរៀនភាសាខ្មែររហូតដល់ក្មួយរៀនចប់ដូចគ្នាក្មួយសប្បាយចិត្តណាស់អរគុណអ្នកមីងអួយឃើញហើយរំភើបណាស់ Idol ពេជ្រសោភាត្រូវមិត្តភ័ក្តិ100ឆ្នាំកាន់បាច់ផ្កាសុបប្រាយនៅលើឆាកប្រគំតន្ត្រីការយប់មិញស្រាប់តែមិត្ត100ឆ្នាំរបស់ Idol លួចថើបមិននៅយូរ Idol ពេជ្រសោភាលួចថើបវិញធ្វើឲ្យអ្នកក្រុមទ្រហ៊ូកាន់ជ្រាវគ្រប់គ្នាហើយជូនពរ Idol មានដំណឹងល្អក្នុងពេលឆាប់នេះស្របពេលឥឡូវមាសកំពុងឡើងថ្លៃស្រាប់តែលោកជំទាវសុភាបឈើលើកឡើងថាខ្ញុំបានសួរស្វាមីខ្ញុំថាតើគួរលក់មាសឬអត់ស្វាមីខ្ញុំគឺជាអ្នកវិនិយោគទីផ្សារភាគហ៊ុនដែលជោគជ័យរយៈពេល30ឆ្នាំនេះគឺគាត់មានជោគជ័យខ្លាំងហើយគាត់បានឲ្យយោបល់ថាដាច់ខាតមិនគួរលក់មាសមួយជីឬមួយហ៊ុនក៏មិនគួរលក់ដែរកុំថាឡើយការលក់ច្រើនទុកប្រាក់ក៏ល្អទុកមាសក៏ល្អដូច្នេះខ្ញុំសូមអំពាវនាវដល់បងប្អូនទាំងអស់ដែលកំពុងគិតចង់លក់មាសសូមពិចារណាឲ្យបានម៉ត់ចត់ហើយកុំលក់ឲ្យសោះស្ងាត់លោកជំទាវសុករស្មីធ្វើពិធីឡើងភូមិគ្រឹះថ្មីនឹងគម្រប់ខួបអាពាហ៍ពិពាហ៍45ឆ្នាំជូនអ្នកមានគុណអ្នកអុកញ៉ាអ៊ូឆាយនិងលោកជំទាវសុកវាសនាមើលទៅពិតជាធំខ្លាំងណាស់ឃើញហើយហ្វេនខមមិនសើគ្រប់គ្នាថាពិតជាស្រស់ស្អាតដូចឋានសួគ៌ចឹងខ្លះទៀតថាស្អាតណាស់មិនហ៊ានប្រាថ្នាទេអីយ៉ាស្ងាត់តារាចម្រៀងកញ្ញាអេវ៉ាទិញឡានទំនើបលុចសេ7-200ចូលផ្ទះមានតម្លៃរហូតដល់ទៅខ្ទង់$10,000ឡើយឯណោះស្រាប់តែកញ្ញាវ៉ាបានចេញសារថាថ្ងៃលៀបថ្ងៃជ័យនាំសមាជិកថ្មីចូលផ្ទះសូមឲ្យហេងសុខសប្បាយរកស៊ីមានបានកាដូដើមឆ្នាំ